ខ្ញុំចនាមកភាពគឺមកពីស្រុកស្ដាច់តែតំណាងដោយ3វត្តណាហើយវត្តផ្សេងទៀតគឺទៅខាងជើងទៀតដល់តាមពួនខ្ញុំមកពី3វត្តមានវត្តស្វាយតង់វត្តកដាលហើយនិងវត្តចក្រីសេរីមង្គលបានដឹកនាំយកនៅជ័យទានដើម្បីយកជូនដល់កងទ័ពជួរមុខក៏ដូចជាជនជាតិសិទ្ធិមួយចំនួនឥឡូវនេះគឺសម្ភារៈទាំងអស់នេះដូចមានស្រាប់វាមានក100ពេតូចហើយចាក់វេនោះ50ចុកហុកចឹង20ចុក20ចុកហុកមី33មានការតំណងច្រើនតែសំណងដែរពោចមានមិនបានទៅដល់ទីតាំងទេគឺដោយមានការហាមឃាត់ហើយការចែកជូនជាមិត្តរូបនៅកណ្ដាលផ្លូវហ្មងនៅកន្លែងរួមមូលបានមកកំម៉ោយស្រុកវាលវែងតាមប្រជើងបានយកកាត់ទីតាំងហើយហ្នឹងហើយបងប្អូននេះវិញតែគាត់ជួយមកនេះជាតំណាងទេមិនអាចចេញមកបានទេខ្ញុំសូមចាស់សុជាទាំងអស់ដែលបានផ្ញើនៅអំណោយតាមរយៈមកភាពទាំង3វត្តនេះសូមជូនអនុមោទនាហើយបានប៉ុនបានអានិសង្ឃហើយដោយអំណាចនៃកម្លាំងសាមគ្គីភាពនៃសមរភូមិក្រោយនេះសូមបានជាកម្លាំងរាំងមានដាច់ជាតិដល់បងប្អូនទានទាំងអស់ដែលនៅជួរមុខនឹងឲ្យមានកម្លាំងបានបានទៅចាស់បានហើយហើយការ2លានណាហើយសម្រាប់កងទ័ពតលប៉ុន្តែនៅជួបជាសឹកទៀតសឹក150ទៀតនៅជួបជាសឹក150ទៀតក៏ទៅដល់ទីតាំងនេះផ្លូវមកបងគ្រូនាំផ្លូវមកបងសមុខគុណខេត្តសមុខអនុគុណស្រុកវាមេយើងស្រុកខេត្តបងតាមនៃខាងអស់គ្នាបានអត់ដល់ដែរមកចំណែកផងដែរអញ្ចឹងគឺថាសូមយកញោមចាស់សទ្ធាតាមពីមកបាទបានមកដល់ហើយអត់មានការพูดរបស់ក៏ជាតំណាងរបស់គាត់បានដល់អត់អាចទៅជួបមកបានទេអត់អាចទៅដល់កន្លែងបានទេសូម្បីតែឡានចាប់មកទៅអាចឲ្យជួបបានយ៉ាងមានបច្ចេកទេសសូមទី1សូមអរគុណវិទ្យាចាក់ទីបានផ្នែកប៉ុនស្មារតីទី2សូមជូនពរបងប្អូនបងប្រុសទាំងអស់ថាយ៉ាងណាអស់ដីជាពលរដ្ឋនៅខេត្តព្រៃវែងសិទ្ធិស្រុកស្ដាច់តែម្ដងគឺគាត់នៅគ្រប់គ្រងជាមួយនឹងបងប្អូន